này máu mà cho mất tiết cứ nhầm dọc copy từ lơ access file chân access file từ bao nhiêu mà nhẹ miền nào vì thú cho nhầm chạy lơ năng máu insert viết ok chứ những ai bài các bạn rồi cả đàn các bạn nhớ nhầm cho dọc đàn máu xem cái này nè chân bộ mà đang dương copy cho những ai cái này nhưng cho cái này nhìn máu dọc bị thay cái rename xem renameคือ dương đầu máu mà cho nhầm chọn đã mán pipon phải bầm mồi sau đấy xemในក្នុងវីដេអូនេះគឺខ្ញុំចង់មក set 1 2 3 4 5នេះទៅលើ file Google Sheet ថ្មីមួយchoខ្ញុំមកចង់បើកវានៅក្នុងនឹងតដែរchoខ្ញុំអាចបើកមកខ្ញុំទៅបើក spreadsheet ថ្មីអូខេចឹងកន្លែងនេះគឺ expand list man 2026ចឹងកន្លែងនេះគឺខ្ញុំដាក់2026ដាក់ v2 មកសម្រាប់ចំណងជើង file នេះchoយើងអាច rename ទៅលើ file តាមគោលបំណងរបស់យើងអានេះខ្ញុំគាត់ដាក់ v2 ដើម្បីងាយស្រួលទេមកជាយើងឃើញកន្លែងនេះជាខ្ញុំចុចកន្លែងនេះមកបន្តមកទៀតគឺខ្ញុំយក copy ទៅលើ access file ចឹង access file គឺរបស់យើងហ្មងនេះមាន v2 choខ្ញុំចុចលើនឹងមក insert វាអូខេចឹងយើងអាចបើកក៏បានឬក៏ដានក៏បានខ្ញុំចុចយកដានមកចឹងយើងឃើញកន្លែងនេះយើងឃើញកន្លែងនេះតាក់ទងឲ្យគេ sheet របស់យើងគឺយើងបានកន្លែងនេះចឹងយើងអាច rename តាមគោលបំណងរបស់យើងចឹងយើងបានមួយហើយចានេះគឺយើងធ្វើ concept ដូចគ្នាដែរទេចឹងយើងយកមកអូខេទៅ3មកនេះខ្ញុំច្រឡំបើកវាពេលដែលយើងបើកអត់ចេញដោយសារតែអត់ចេញវានៅក្នុង sheet នេះអូខេឃើញហើយចឹងកន្លែងនេះខ្ញុំយក open មកចឹងដោយសារតែនេះគឺជា file original ចឹងខ្ញុំអាចបិទវិញមកកន្លែងនេះខ្ញុំអត់យកចឹងខ្ញុំអត់យកគឺខ្ញុំលុបចោលសម្រាប់កន្លែងនេះចឹងបើអូម៉ាថាយើង copy ចឹងយើងអាច rename យើងចុចកន្លែងនេះមកយកពាក្យថៃគេ rename សម្រាប់ rename គឺយើងដូរមកចឹងខ្ញុំចង់ដាក់បាន2026ដូចគ្នាដែរសម្រាប់ឈ្មោះ sheet ខាងក្រោយនេះគឺយើងអាច rename ខ្លួនឯងមកបាទសូមអរគុណ